របៀបដាក់អក្សរឲ្យនៅពីក្រោយវីដេអូរបស់យើងចូលក្នុងកម្មវិធី CapCut របស់យើងមកហើយយើងដាក់វីដេអូចូលមួយមកបន្ទាប់មកយើងចុចកន្លែង tick បាទចុចអក្សរ T នេះចុចមកបាទហើយយើងចុច add tick មួយទៀតមកបាទដើម្បីសរសេរអក្សរបាទពេលដែលយើងសរសេរនៅក្នុងកម្មវិធី CapCut យើងនេះវាអត់មាន Pro គឺវាអត់ត្រូវពុំអក្សរទេបងប្អូនគ្នាបាទនេះអត់ត្រូវទេឃើញអត់បាទរបៀបទៅផ្សេងទៅសអៀផ្សេងអក្សរបផ្សេងទៅបាទដូច្នេះខ្ញុំមានកម្មវិធីមួយគឺខ្ញុំទៅរកកម្មវិធី Khmer Font បាទខ្ញុំមកយកកម្មវិធីចូលក្នុងកម្មវិធី Khmer Font នេះមកដើម្បីទៅសរសេរអក្សរនៅកម្មវិធីនេះហើយយកទៅ copy នៅក្នុង CapCut ទើបវាត្រូវជើងត្រូវដៃរបស់ជំនៈរបស់តួអក្សររបស់យើងហើយយើងយកអាទី2ខាងស្ដាំមកបាទចុចខាងលើគេទៅមកយើងចុចអាកន្លែងគេសរសេរនេះមកបាទយើងដាក់ថារបៀបបាទរបៀបដាក់អក្សរបាទរបៀបដាក់អក្សរបែបនេះហើយខ្ញុំធ្វើការ copy អក្សរអង់គ្លេសនៅពីក្រោមនេះបាទអាក្រោមគេយើង copy វាមកបាទ copy វាយកទៅដាក់នៅក្នុងកម្មវិធី CapCut ទៅមកយើងចូលទៅ CapCut យើងវិញបាទយើងចុច add តិចម្ដងទៀតទៅមកយើងផាសវាចូលទៅបាទផាសចូលវានឹងចេញអក្សរបែបនេះឃើញអត់បងប្អូនគ្នាបាទនេះត្រូវជើងត្រូវដៃត្រូវតួអក្សរបាទទៅមកទៀតយើងជ្រើសរើសfont សិនបាទខ្ញុំរើស font សិនរើស font ដាក់អក្សររាងស្អាតបន្តិចបាទខ្ញុំដាក់អក្សរបែបនេះបាទដាក់អក្សរនេះហើយយើងរក style យកពណ៌សបាទបន្ទាប់មកទៀតយើងចុច add វាមួយសិនមកហើយយើងត្រូវការចង់ដាក់ style អក្សរនេះឲ្យស្អាតមាន2តង់អីយើងអាច copy មកយើង copy កន្លែងអក្សរយើងដែរយើងមកក្រោមយើងយកពាក្យថា duplicate នេះចុច duplicate មកអក្សរវានឹងមាន2ហើយឃើញអត់នេះទៅមកយើងចុចសញ្ញាប៊ិចនៅលើអក្សរយើងនេះមកដើម្បីកែយើងលុបវាខ្លះបាទយើងលុបកន្លែងដាក់អក្សរឲ្យនៅតែរបៀបនៅតែពាក្យថារបៀបនេះមកដើម្បីយើងយកទៅដាក់នៅខាងលើនេះមួយដើម្បីវាមាន style កាន់តែស្អាតបាទទៅមកយើងកុំដាក់ដូចគ្នាយើងដូរ font ទៀតមកចុច font ហើយខ្ញុំយក font នេះបាទយក font នេះអក្សររាងទូចបន្តិចបាទហើយយើងទៅរក style យើងចុចកន្លែង style ដើម្បីដូរពណ៌អក្សរខ្ញុំចុចយកពណ៌លឿងហើយខ្ញុំចុចកន្លែង stroke ទៅមកខ្ញុំបន្ថយអាពណ៌ខ្មៅចេញខ្លះកុំឲ្យវាខ្មៅដិតពេកបាទខ្ញុំចុច tick មកទៅមកទៀតយើងប៉ះទៅលើវីដេអូរបស់យើងម្ដងបាទប៉ះទៅលើវីដេអូដើម្បីធ្វើម៉េចឲ្យអក្សរនេះទៅនៅពីក្រោយទៅមកយើងប៉ះលើវីដេអូដែលយើងបានដាក់នេះហើយយើងចុចរកពាក្យថា duplicate ទៀតបាទចុចមកទៅមកយើងរកពាក្យថា overlay បាទឥឡូវយើងរកពាក្យ overlay ឃើញហើយយើងចុច overlay មកសញ្ញាព្រួយខ្វែងគ្នាដើម្បីឲ្យវីដេអូធ្លាក់មកក្រោមហើយយើងអូសវីដេអូវិញឲ្យចប់នឹងវីដេអូដើមមកបាទឥឡូវយើងបានវីដេអូបែបនេះបន្ទាប់មកយើងប៉ះទៅលើវីដេអូ layer ទី2យើងបាទវីដេអូទី2យើងប៉ះវាមកហើយយើងអូសមកខាងក្រោមរកពាក្យ remove bg បាទសម្រាប់ CapCut ដែលយើងប្រើ version ចាស់វាមានពាក្យនេះណាហើយបើសិនណាបងប្អូនអត់មាន auto removal ទេបងប្អូនអាច custom remove ទៅបាទ removal ទៅឥឡូវខ្ញុំ auto remove មកវាធ្វើការ remove អស់ហើយយើងចុច tick មកទៅមកទៀតយើងចុចថយមកក្រោយសិនមកបន្តិចមកបាទយើងអូសទៅរកពាក្យថា layer បាទនេះយើងរក layer មកចុច layer ពណ៌ទៅមកយើងឃើញហើយនេះ layer ខាងក្រោមមានជាច្រើនយើងត្រូវការចុចអារូបវីដេអូយើងនេះអូសមកនៅខាងមុខមកនេះឲ្យវានៅខាងមុខដូច្នេះយើងនឹងបានអក្សរនៅពីក្រោយយើងម្ដងហើយឃើញអត់បងប្អូនគ្នាបាទហើយចុច tick មករួចរាល់បាទនេះរួចរាល់ហើយអក្សរនៅពីក្រោយស្អាតសម្រាប់យើងរៀនកាត់ដំបូងណាឬក៏យើងចង់លេង style អក្សរឲ្យស្អាតអីទៅបាទបន្ទាប់មកយើងចង់បានវីដេអូយើងចុចសញ្ញា save ឬក៏ export បាទយើងចុចសញ្ញា save ខាងលើទៅវានឹង save auto ទៅហើយបាទបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like និង share វីដេអូម្នាក់មួយផងអរគុណ